ជំរាបសួរបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមានคลิปវីដេអូថ្មីមួយចង់ចែករំលែកដល់អ្នកគ្នាអំពីការដាក់ nickname ឈ្មោះនៅលើ Facebook ឬក៏ page ហើយឥឡូវមកខាត់ play you អ្នកគ្នាអាចចូលទៅកំណត់បានជាអ្នកគ្នាចូលទៅក្នុងកម្មវិធី Facebook អ្នកគ្នាតោះទៀតអ្នកគ្នាចូលនៅក្នុង profile សម្រាប់ទូរស័ព្ទដៃ Android សម្រាប់ iPhone យើងអាចមកមើល menu ខាងក្រោមអ្នកគេដាក់ menu ចឹងយើងចុចចូលទៅ profile តើមកអ្នកគ្នាចូលនៅក្នុង profile អ្នកគ្នាចុចកន្លែងសញ្ញាត្រី3ចុចនេះមកអ្នកគ្នាចូលពាក្យថា edit ដល់ពេលអ្នកគ្នាចូល edit អ្នកគ្នាអូសមកក្រោមផុតអ្នកគ្នានឹងឃើញពាក្យថា edit your about info ចឹងអ្នកគ្នា select លើហ្នឹងអ្នកគ្នាអូសមកក្រោមអ្នកគ្នានឹងឃើញគេដាក់ពាក្យថា add other name ចឹងអ្នកគ្នាចុចលើ add other name អ្នកគ្នា type of name នេះប្រភេទឈ្មោះអ្នកគ្នាជ្រើសរើសយក nickname តោះទៀតខាងក្រោមអ្នកគ្នាចង់ដាក់ឈ្មោះបែបណាបានជាភាសាខ្មែរឬក៏អង់គ្លេសតាមអ្វីដែលអ្នកទាំងគ្នាចូលចិត្តទីខ្ញុំលើកឧទាហរណ៍មួយចុះខ្ញុំដាក់លេងបាល់ចឹងអ្នកគ្នាបើកជាមួយនឹងប៊ូតុងហ្នឹងមកតើមកអ្នកគ្នាអូសមកក្រោមនេះនឹងឃើញពាក្យថា save អ្នកគ្នាចុច save អូខេ nickname យើងនឹងបានមកបង្ហាញនៅលើ profile របស់យើងចឹងអ្នកគ្នា back ទៅក្រោយត្រឡប់ក្រោយអស់មកអ្នកគ្នាអាច refresh មួយអូខេនេះគឺនៅជាប់ជាមួយនឹងឈ្មោះ profile យើងតែម្ដងបាទសម្រាប់វីដេអូខ្ញុំបានប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់អាច comment នៅក្នុងវីដេអូរបស់ខ្ញុំបានជាចុងក្រោយខ្ញុំបាទសូមអរគុណសូមជម្រាបលា